និយាយអំពីរឿងហួសចិត្តមួយចឹងថ្ងៃនេះខ្ញុំឈឺកពេករៀងមានអារម្មណ៍ថាក្តៅសៀវសៀងដែរហើយធំអត់បានក៏អត់បានណាត់ពេទ្យដែរថាទៅមើលពេទ្យធំទៅប៉ុន្តែនៅពេទ្យហ្នឹងគាត់ត្រូវណាត់មុនណាត់អីចឹងណាចឹងយើងធំអត់បានក៏នឹកឃើញថាឆ្លៀតមកពេទ្យហើយចឹងយើងក៏ហៅពេទ្យណានៅចិត្តហ្នឹងទៅធ្វើម៉េចទៅឲ្យបានថ្ងៃហ្នឹងចឹងឲ្យគេពិនិត្យមើលដឹងថាអីចឹងទៅមានណាពេទ្យធម្មតាបងប្អូននៅក្នុងបុរីមួយដែលខ្ញុំ search ទៅវានៅចិត្តនឹងដែរមើលទៅគាត់ល្បីនៅក្នុង social media ដែរតែយើងមិនថាគាត់អក្រក់អីទេគ្រាន់តែថាឈឺមិនធ្ងន់ធ្ងរប៉ុន្តែមើលថ្នាំ6មុខទាំងអស់ហើយតម្លៃអីក៏ថ្លៃជាងពេទ្យធំរបស់គេទៀតអញ្ចឹងខ្ញុំអត់ហ៊ានញ៉ាំទេដោយសារអត់ដែលជួបអញ្ចឹងឈឺល្មមគឺយើងញ៉ាំតែថ្នាំអីតិចតួចណាហើយរាល់ថ្នាំគាត់ឲ្យទាំងអស់ខ្ញុំឆែកមើលតាមwebsite ទាំងអស់គឺនិយាយទៅសុទ្ធតែថ្នាំធម្មតាទេប៉ុន្តែនាំចូលពីប្រទេសឥណ្ឌាពីអីចឹងទៅឡាបូដែលយើងអត់ស្គាល់ណាចឹងអត់មានអីទេគ្រាន់តែសំដែងការហួសចិត្តតែប៉ុណ្្នឹងហើយថ្នាំហ្នឹងក៏ខ្ញុំអត់បានញ៉ាំដែរអញ្ចឹងស្អែកយើងទៅពេទ្យធំដដែលអរគុណសម្រាប់ទឹកការតាមដានអញ្ចឹងការប្រើប្រាស់ឱសថអីផ្សេងៗហ្នឹងបងប្អូនគួរតែប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ឱសថប្រើអត់ស្រួលយើងឈឺថែមណាចាពាក្យចាស់ថាឱសថជាអាវុធមុខពីរហ្នឹងហើយជាលើកទី1ដែលទៅពេទ្យផ្ដេសផ្ដាស់អញ្ចឹងបងប្អូនប្រយ័ត្នទាំងអស់គ្នាអរគុណ